បាទសួស្តីនេះសិស្សប្រុសស្រីទាំងអស់គ្នាយើងរៀនបន្តទៀតតទៅនឹងភាគទី11គឺតទៅនឹងស្រៈផ្សំជាមួយនឹងវិសារៈបាទថ្ងៃមុនយើងផ្សំជាមួយនឹងអនុស្វរៈឥឡូវយើងដល់វិសារៈម្ដងណាវិសារៈគឺអាសណាស្រៈអាសអញ្ចឹងផ្សំខាងស្រៈពីតួស្រៈពីតួផ្សំជាមួយនឹងវិសារៈហើយស្រៈនិស្ស័យផ្សំជាមួយនឹងវិសារៈដែរបាទអញ្ចឹងយើងយកមកដូចលេខ1យើងដាក់1គឺអផ្សំជាមួយនឹងអផ្សំជាមួយនឹងស្រៈអទៅជាអានថាអះបាទអះនឹងស្រៈបញ្ញាស្រៈនិស្ស័យយើងដាក់ជញ្ជាក់នៅក្នុងស្រៈប្រកបទៅណាដូចជាតាផ្សំជាមួយនឹងអទៅជាតាបាទទៅជាតាអានថាតាហ្នឹងណាចឹងលេខ2គឺយើងមើលលេខ2យើងដាក់អាណាផ្សំជាមួយនឹងអះវិសារៈអះគឺទៅជាអាសបាទនឹងឲ្យស្រៈនិស្ស័យគឺយើងរកពាក្យថានឹងយកដាក់ពាក្យមកណាអានឹងគឺអាផ្សំជាមួយនឹងវិសារៈប៉ុន្តែយើងដាក់ជញ្ជាក់ហ្មងទៅណាដាក់ជញ្ជាក់ណាអាតែហ្មងទៅស្រួលណានឹងយើងដាក់ពាក្យទៅដូចជាអណាអស្អីអណាមឬក៏អណាមដាក់អណាមណាហ្នឹងហើយអណាមអណាដាក់អណាមអណាចៈនោះនឹងអណាបូកជាមួយនឹងអះទៅជាអណាសណាអានថាអណាសចេញខ្យល់ហើយហ្នឹងវាវិសារៈហ្នឹងគឺចេញខ្យល់រហូតមានអះហ្នឹងអណាសហ្នឹងអញ្ចឹងលេខ2ឥឡូវយើងចូលដល់លេខ3គឺឧទាហរណ៍ទី3យើងដាក់អ៊ីណាស្រៈអ៊ីបាទអ៊ីយើងមើលអ៊ីពីតួហើយផ្សំជាមួយវិសារៈទៅជាអ៊ីសទៅជាអ៊ីសចេញខ្យល់អញ្ចឹងហើយឥឡូវឧទាហរណ៍ទៀតនឹងឧទាហរណ៍ខាងស្រៈនិស្ស័យគឺម៉ាក់ដាក់ម៉ាក់តេណាម៉ាក់នឹងម៉ាក់តេផ្សំជាមួយនឹងអាទៅជាម៉ាទីសទៅជាម៉ាទីសណាម៉ាតេសអានយើងអានសូរខ្មែរតិចណាម៉ាតេសនឹងហើយហ្នឹងគឺយើងរៀនប៉ុណ្ណឹងចប់គឺស្រៈហៅទីនឹងហើយទី4គឺយើងមើលតទៅទៀតគឺទី4អ៊ីផ្សំជាមួយនឹងអ៊ីសផ្សំជាមួយអះទៅជាអ៊ីសមកអានអ៊ីសអានថាអ៊ីសនឹងអីហើយឧទាហរណ៍វាខាងស្រៈនិស្ស័យគឺយើងដាក់មកចូលជាអ្នកនៅក្នុងហ្នឹងគឺដាក់ថាពាក្យថាពាក្យស័កស័យដាក់ស័យចុះណាស័យណាស៊ីហ្នឹងស័យទៅជាណាស៊ីសអានថាស៊ីសសំឡេងធំណាហ្នឹងហើយស័យអានស័យទៅសំឡេងធំស៊ីសឥឡូវយើងចូលដល់មួយទៀតគឺចូលដល់លេខ5ណាគឺអ៊ុផ្សំជាមួយនឹងអះទៅជាអ៊ុផ្សំជាមួយនឹងវិសារៈទៅជាអូសបាទទៅជាអូសនឹងហើយឥឡូវយើងហៅឧទាហរណ៍ស្រៈនិស្ស័យយើងមកជួយជាអ្នកមកគឺកៈរូសណាកៈរូសណាស្អ៊ុនឹងគេដាក់ខាងលើគេស្អ៊ុនឹងគេដាក់ខាងក្បែររនេះហ្នឹងចំណាំបន្តិចអាហ្នឹងហើយកៈរូសនឹងវិសារៈទៅជាកៈរូសមកទៅជាកៈរូសណាកៈរូសគឺស្អីអញ្ចឹងណាកៈរូសគ្រូហ្នឹងឯងបាទអញ្ចឹងយើងថ្ងៃហ្នឹងយើងរៀនត្រឹមប៉ុណ្ណឹងហ្នឹងហើយយើងលើអនុវត្តលំហាត់ទាំងអស់គ្នាអនុវត្តលំហាត់តើយើងចេះអត់ណានឹងចាំមើលយើងគ្រូដាក់លំហាត់ណាទាំងឧទាហរណ៍ទី1លោកគ្រូដាក់ពាក្យស្រួលទេហ្នឹងហើយពាក្យអត់ឲ្យបាក់ទេពាក្យថានេះវេតៈផ្សំជាមួយអទៅជាវេអីណាដាក់មកមួយទៀតគឺជាអ្នកផ្សំជាមួយនឹងវិសារៈទៅជាម៉េចណាសេមកហ្នឹងមិនប៉ុណ្ណឹងអញ្ចឹងយើងឧទាហរណ៍